ខ្ញុំជួបស្នេហ៍តាម AK បងប្អូនគ្នាស្ដាប់អត់ច្រឡំទេនិយាយទៅខ្ញុំមួយប្តីខ្ញុំគឺស្រឡាញ់គ្នាស្គាល់គ្នាដោយសារតែ AK នឹងឯងចង់ដឹងថាស្រឡាញ់គ្នាបានយូរអត់មើលតារូបនេះទៅគឺដឹងហើយទៅទាំងអស់គ្នាដឹងហើយខ្ញុំមួយប្តីខ្ញុំគឺសិតតែ player ចាស់ចាស់បក AK1 ហ្មងហើយសំខាន់ណាពួកខ្ញុំជួបគ្នាគឺនៅ AK2 និយាយទៅតាំងពីឆ្នាំ2018លេងមួយគ្នាយូរខ្ញុំគុំគាត់របៀបថាគាត់ដេញបាញ់ខ្ញុំពេកហ៎ប៉ុន្តែចៃដន្យអីថ្ងៃមួយហ្នឹងគាត់ផុសនៅក្នុងក្រុម AK friend AK ផុសលេងពេលថ្ងៃដល់ពេលចៃដន្យអីមីខ្ញុំនេះរបៀបថាមនុស្សខ្ញុំលាក់មុខខ្ញុំកំរខមមិនអីនិយាយទៅជំនាន់មុនអត់មានតែគេដឹងថាខ្ញុំស្រីនិយាយកាសក៏ខ្ញុំអត់ដែរនិយាយដែរតែចៃដន្យរបៀបថានិស័យទាញយើងឲ្យទៅខមមិនលើគេហ្មងខមមិនលើហូគេហ្មងឆាតមើលចិត្តគ្នាអីរាប់ខែសិនអញ្ចឹងចាំជួបគ្នាក្រៅដល់ពេលជួបគ្នាក្រៅមីខ្ញុំនេះនិយាយរឿងអស់សំណាក់មួយចោះវាថាមុខគាត់បែបស្ទាវស្ទាវមានពុកមាត់ដោះបីហើយយើងមនុស្សស្រីរបៀបថាជំនាន់ហ្នឹងក្មេងស្រីខ្ជូទៅយល់របៀប innocent ខ្លាំងហ្មងអញ្ចឹងខ្ញុំហៅបងប្រុសខ្ញុំអ្នកដែលលេង AK ហ្នឹងទៅមួយដែរហើយពួកខ្ញុំលេង game AK ហ្នឹងតាំងពីជំនាន់ AK អត់សូវមាន item អីល្អរហូតមកដល់ឥឡូវគេ update មាន item ល្អមាន graphic លយវាថាឥឡូវគឺមានទាំងអស់ហ្មងឥឡូវក៏ពួកខ្ញុំនៅតែលេងដែរ game AK2 ហ្នឹងគឺមាន map ច្រើនហ្មងមាន map boom មាន map ghost អ្នកចូលចិត្តលេង ghost អីគឺត្រូវហ្មងហើយមាន map PVE សម្រាប់អ្នកដែលគាត់អត់ចូលចិត្តបាញ់គ្នាអីគាត់តែបាញ់បិសាចអីបានខាងណាមាន chat room ទៀតខ្ញុំមិនដែរនិយាយពី chat room ទេប៉ុន្តែ chat room មុនគឺខ្ញុំអាសាចូលហ្មងខ្ញុំអាសាចូលខ្លាំងដោយសារអីរបៀបថាយើងលេង boom ហត់ទៅយើងចូលទៅក្នុងហ្នឹងនិយាយមួយគេមួយឯងអីចឹងអត់មានការបាញ់គ្នាគឺយើងឈរនិយាយគ្នាមកនិយាយទៅគឺយើងញ៉ាយគ្នានៅក្នុងហ្នឹងបើសិនជាអ្នកអត់មានសង្សារអីចូលលេង AK2 ហើយចូល chat room ណែភាគរយច្រើនគឺមានសង្សារហ្មងហើយសំខាន់ណាស់ស្មោះដូចខ្ញុំអញ្ចឹង Hello បងមានសង្សារនៅសុំឆ្លាញ់បានអត់មានហើយហើយ game AK2 ហ្នឹងក៏ជា game e-sport ដែលធ្លាប់មានការប្រកួតជាច្រើនមានការប្រកួតមកតិចជាមួយនឹងស្រុកក្រៅអីតែគ្រាន់តែយើងឯង top 1 ហ្មងគឺខ្មែរយើងពិតជាអស្ចារ្យខ្លាំងហ្មងអញ្ចឹងបើសិនជាបងអូនចង់ download អីអាចធ្វើការឆែកនៅក្នុង page AK សប្បាយ official បានណាដែលខ្ញុំដាក់នៅលើហ្នឹងគាត់មាន link សម្រាប់ download ក៏ដូចជា video ពីរបៀប download នៅលើហ្នឹងហ្មងហើយសម្រាប់អ្នកដែលគាត់អត់ទាន់មានគូអីកុំភ្លេចធ្វើការ download AK ធូលលេងទាំងអស់គ្នាក៏លោកបានជួបស្នេហ៍ពិតដូចខ្ញុំណាបាយបាយ